រឿងចៅចិត្តជាអតីតកាលរបស់ចៅចិត្តជាគឺជាក្មេងប្រុសម្នាក់ដែលខ្ជិលត្រអូសមិនខំរៀនសូត្រយប់ឡើងដើរលួចទ្រព្យសម្បត្តិអ្នកស្រុកជាទម្លាប់ម្ដាយបានបញ្ជូនចៅចិត្តជាទៅរៀននៅវត្តប៉ុន្តែគេនៅតែមិនបោះបង់ចរិតចាស់កូននៃកូនទៅរៀនសូត្រនៅវត្តអារាមទៅកុំប្រព្រឹត្តអំពើចោរកម្មតទៅទៀតអីទោះយើងក្រមែនប៉ុន្តែត្រូវរកស៊ីដោយសុចរិតព្រះរាជាគង់លើបល្ល័ង្កប្រកាសថានរណាយកប្រាក់40កុហបណៈមកថ្វាយចូលឃ្លៀងនឹងបានតែងតាំងជាចៅហ្វាយស្រុកមានខេត្តមួយនៅទំនេរពុំទាន់មាននរណាទៅឈួររក្សាបើអ្នកណាយកប្រាក់40កុហបណៈមកដាក់ឃ្លៀងយើងនឹងឲ្យទៅធ្វើជាចៅហ្វាយស្រុកនៅទីនោះមន្ត្រីតូចម្នាក់ត្រឡប់មកផ្ទះវិញនិយាយរៀបរាប់ប្រាប់ភរិយាពីបំណងចង់ធ្វើចៅហ្វាយស្រុកតែខ្វះខាតប្រាក់កាសនាងអើយឥឡូវនេះបើមានប្រាក់40កុហបណៈថ្វាយស្ដេចទ្រង់នឹងឲ្យធ្វើជាចៅហ្វាយស្រុកតែពេលនឹកដល់រឿងនេះខ្ញុំពិតជាខ្លោចចិត្តណាស់ព្រោះតែយើងក្រពេកភរិយាមានជំនឿក៏លើកដៃសំពះបួងសួងដល់ទេវតាសូមឲ្យមានប្រាក់40កុហបណៈផងចុះដើម្បីឲ្យប្តីខ្ញុំបានទៅធ្វើជាចៅហ្វាយស្រុកនឹងគេគ្រានេះក្នុងពេលនោះចៅចិត្តជាកំពុងលាក់ខ្លួននៅក្រោមផ្ទះលាប់ស្ដាប់ឮរឿងរ៉ាវទាំងអស់ដោយមានចិត្តអាណិតគេក៏យកប្រាក់ដែលលួចបានរុំនឹងសម្ពុតសរួចលូកដៃតាមប្រហោងក្តារផ្ទះដាក់ឲ្យអ្នកទាំងពីរព្រឹកព្រលឹមប្តីត្រពុនទាំងពីរភ្ញាក់ឡើងឃើញបង្វិចប្រាក់ក៏ស្មានថាទេវតាប្រទានឲ្យពិតមែនអូព្រះអើយយើងបានប្រាក់40កហបណៈហើយពិតជាទេវតាប្រទានឲ្យយើងមែននាងអើយមើលចុះមន្ត្រីតូចប្រញាប់យកប្រាក់ទៅថ្វាយព្រះមហាក្សត្រហើយត្រូវបានតែងតាំងជាចៅហ្វាយស្រុកចំណែកឯចៅចិត្តជានៅតែបន្តលួចរហូតត្រូវអ្នកស្រុកចាប់បានក្នុងខេត្តថ្មីនោះហើយត្រូវបានបញ្ជូនទៅឲ្យចៅហ្វាយស្រុកចងច្រវាក់ឃុំទុកក្រោមផ្ទះយប់ស្ងាត់ចៅចិត្តជាពោលរអ៊ូតែម្នាក់ឯងទាំងការឈឺចាប់អូហេតុតែអញមានចិត្តអាណិតគេកាលគេចង់ធ្វើចៅហ្វាយស្រុកអញខំយកប្រាក់40កហបណៈរុំសម្ពុតឲ្យឥឡូវគេបែរជាមកចាប់អញដាក់ច្រវាក់ឲ្យវេទនាទៅវិញចៅហ្វាយស្រុកនិងភរិយាឮពាក្យរអ៊ូក៏កាន់ចង្កៀងចុះមកសួរនាំរហូតដឹងការពិតលោកចៅហ្វាយស្រុកស្ទុះទៅដោះច្រវាក់និងសន្យាចងមេត្រីភាពអូសំឡាញ់អើយដែលអញបានធ្វើជាចៅហ្វាយស្រុកក៏ព្រោះតែឯងជួយសោះអញនឹងដោះលែងឯងឲ្យមានសេរីភាពទីនេះតទៅយើងនឹងរាប់អានគ្នាជាសំឡាញ់ស្លាប់រស់ចៅហ្វាយស្រុកជូនប្រាក់40កហបណៈដល់ចៅសម្រាប់ចិញ្ចឹមម្ដាយមេម៉ាយប៉ុន្តែចៅនៅតែសុំធ្វើរបរលួចដដែលរឿងលួចនោះអញមិនឈប់ទេអញលួចទ្រព្យគេនេះគ្រាន់តែយកទៅចិញ្ចឹមមាតាមេម៉ាយជរីប៉ុណ្ណោះសំលាសិនហើយវេលាកន្លងទៅមន្ត្រីកំណាចម្នាក់មានគំនុំចង់សម្លាប់លោកយមរាជមន្ត្រីតូចពីមុនដែលឡើងបុណ្យស័ក្តិមន្ត្រីកំណែតនោះបានបញ្ជាស្រីបម្រើឲ្យប្រើសំណរំលាយចាក់សម្លាប់យមរាជខណៈដែលចៅចិត្តជានៅឡប់ស្ដាប់ឮដដែលអញស្អប់យមរាជណាស់ចូលឯងទៅធ្វើជាស្រីបម្រើលូមលួងយកចិត្តវាលុះដល់យប់ស្ងាត់ឯងត្រូវរំលាយសំណរចាក់ចូលក្នុងមាត់វាឲ្យស្លាប់ទៅស្រីបម្រើបានទៅសុំបម្រើនៅផ្ទះលោកយមរាជរហូតទទួលបានការទុកចិត្តយប់មួយនាងក៏ដុតភ្លើងរំលាយសំណរឲ្យពុះហើយយកទៅចាក់ក្នុងមាត់លោកយមរាជកំពុងសម្រានលុកព្រឹកឡើងលោកជំទាវឃើញប្តីស្លាប់គ្មានស្លាកស្នាមក៏ស្រែកទ្រហោយំផ្អើលដល់អ្នកស្រុកព្រះរាជាប្រកាសថានរណារកឃាតករឃើញនឹងបានឡើងធ្វើជាយមរាជជំនួសចៅហ្វាយស្រុកជាមិត្តភក្តិចៅក៏មកពីគ្រោះជាមួយចៅចិត្តជាអញដឹងច្បាស់យប់នោះអញលាប់ស្ដាប់ឮគេប្រើស្រីបម្រើឲ្យចាក់សំណរក្តៅចូលមាត់យមរាជអញត្រូវទូលស្ដេចឲ្យគាស់សពវះពោះមើលគុំតែឃើញសំណរមិនខានបន្ទាប់ពីវះសពឃើញសំណរពិតមែនឃាតករត្រូវបានចាប់ខ្លួនចៅហ្វាយស្រុកបានឡើងធ្វើយមរាជ
ហើយហៅចៅចិត្តជាមកចិញ្ចឹមបីបាច់ចៅចិត្តជាសុំលួចម្ដងចុងក្រោយដើម្បីទុកប្រាក់ឲ្យម្ដាយរួចក៏ប្រកាសឈប់លួចជារៀងរហូតអាសំឡាញ់យប់មិញអញលួចបានច្រើនណាស់គ្រប់គ្រាន់សម្រាប់ចិញ្ចឹមម៉ែអញហើយពីថ្ងៃនេះតទៅអញលះបង់របរនេះចោលរហូតហើយសូមអញជឿចុះកតេអប់រំរឿងនេះអប់រំឲ្យយើងដឹងថាមនុស្សចិត្តជាតែងមានគ្នាជាទីពឹងទោះបីជាចៅចិត្តជាមានរបរមិនល្អប៉ុន្តែដោយសារគេមានចិត្តមេត្តាករុណានិងសេចក្តីកតញ្ញូទើបបុណ្យកុសលហុចផលឲ្យគេជួបមិត្តល្អនិងមានសេចក្តីសុខនៅពេលចាស់ជរាផ្ទុយទៅវិញមនុស្សចិត្តអាក្រក់ដែលព្យាបាទអ្នកដទៃមិនអាចគេចផុតពីសំណាញ់ច្បាប់និងផលកម្មឡើយ